ổn nhé, dương ạ nó vật lồng hạt bằng to tiến cứ lồng hạt nhé bị buồn chẳng bọn chập đam an lồng hạt nhé tập thiền lồng hạt tăng ngọc nhiều nhé chẳng cái thà rộng bốn sai trong lò muối miên riêng chia rồng vuông đại miên spear hà sập chẳng spear nó cứ dương trang đào sọ ẩn nó ẩn smile đằng hà sập spear ẩn smile đằng hà sập spear miên cằm nhé 7 cm 3 cm ស្មើនឹង3 គុណនឹង10សេគុណដក2ម៉ែត្រយើងបាយខ្នាតណាសង់ទីម៉ែត្រទៅម៉ែត្រស្វ័យគុណដក2ហ្នឹងខណ្ឌគេដាក់ស៊ុំនេះក្នុងដែនម៉ាញេទិកណាតែធ្វើយ៉ាងណាឲ្យដែនម៉ាញេទិកកែងជាមួយនឹងផ្ទៃណាអញ្ចឹងមានន័យថាដែន B កែងជាមួយនឹងផ្ទៃនោះបើសិនជា B កែងជាមួយផ្ទៃនោះ B ស្រប N ណានោះ B ស្រប N បើ B ស្រប N អញ្ចឹងតាវាស្មើទៅនឹង0 degree ណា0 degree កូស0ស្មើនឹង1អញ្ចឹងបងក្នុងករណីនេះកូតាស្មើនឹង1បាត់ហើយណាទៅទៀតខណ្ឌឧបមាណាថាដែនម៉ាញេទិកប្រែប្រួលពី 0.10 ទេសឡាទៅ 0.35 ទេសឡាក្នុងរយៈពេល2មីលីវិនាទីអញ្ចឹងមានន័យថា B ហ្នឹងគឺប្រែប្រួលពី B អង 0.10 ទេសឡាទៅ B ដឺ 0.35 ទេសឡាណារយៈពេលប្រែប្រួល data ទេគឺ2មីលីវិ2មីលីវិមីលីដក3 ណាអញ្ចឹងបងប្អូននឹងហៅថាមានដែនប្រែប្រួលក្នុងរបំខ្សែចម្លង50 sphere តាប្រសិនបើមានបំរែបំរួលដែនក្នុងបូប៊ីនក្នុងស៊ុំពេលនោះធ្វើឲ្យស៊ុំកើតមានកម្លាំងអគ្គិសនីចលករអាំងល្វីកម្លាំងអគ្គិសនីចលករអាំងល្វីនេះគឺស៊ុំវិលណាអញ្ចឹងយើងចាប់ដើមគណនាកម្លាំងអគ្គិសនីចលករអាំងល្វីកម្លាំងអគ្គិសនីចលករអាំងល្វីនេះគឺកើតមាននៅក្នុងរបំខ្សែចម្លងតាក់ទងស៊ុំវិលណាអញ្ចឹងតាមរូបមន្តណាតម្លៃដេខាត AE ស្មើនឹង N តម្លៃដេខាត delta phi នៅលើ delta t ណានៅលើ delta t អញ្ចឹងបងប្អូនក្នុងករណីនេះយើងដឹងថា delta phi នេះវាស្មើទៅនឹង phi ដឺដកនឹង phi អចែកនៅលើ delta t ណាអញ្ចឹងបងប្អូនដោយស្រង់សមាតកម្មដោយសមាតកម្មដែលគេឲ្យគឺទី1 N ស្មើនឹង50 sphere ណាទី2គឺត្រួតតាំង data ទេមុនចុះគឺ2គុណនឹង10សេគុណដក3វិហើយ scale 3អងស្មើនឹង 0.10 ទេសឡាទៅ B ដឺ 0.35 ទេសឡាហើយ R ស្មើនឹង3គុណនឹង10សេគុណដក2ម៉ែត្រអញ្ចឹងដើម្បីរក phi អងនិង phi ដឺយើងនឹងហៅថា phi ក្នុងករណីនេះគឺយើងទាញ N មកក្រៅហើយអញ្ចឹង phi នេះគឺយើងប្រើតែ B គុណនឹង A ទេមិនបាច់ដាក់កូសមកទេណាកូស0ហើយអញ្ចឹង phi ស្មើ BA ណា phi ស្មើ BA ចុះបើ phi អង B អង A ចុះ phi ដឺ B ដឺ A អត់ scale A អញ្ចឹង A ស្មើនឹង pi A ការ៉េអញ្ចឹងស្មើនឹង pi កតាឲ្យ3គុណនឹង10សេគុណដក2លើកជាការ៉េអញ្ចឹង3ការ៉េ9គុណនឹង pi 9 pi 10សេគុណដក2គុណនឹង2ដក4ម៉ែត្រលើកជាការ៉េម៉ែត្រការ៉េអញ្ចឹងយើងរកឃើញ A ហើយយើងអាចរកឃើញ phi អងនិង phi ដឺណាក្នុងករណីនេះតែណា phi អងស្មើនឹង B អង A ណា phi អងស្មើនឹង B អង A អញ្ចឹង B អងរបស់យើងគឺស្មើទៅនឹង 0.10 គុណជាមួយ A 9 pi គុណនឹង10សេគុណដក4ណាអញ្ចឹង phi អងដែលយើងរកឃើញក្នុងករណីនេះគឺណាស្មើទៅនឹង 0.9 pi គុណនឹង10សេគុណដក4វ៉េកបារកឃើញ phi អងបន្ទាប់មកយើងចាប់ផ្ដើមរក phi ដឺមួយទៀតណា phi ដឺយើងស្មើនឹង B ដឺ A ស្មើទៅនឹង B ដឺ 0.35 គុណជាមួយទៅនឹង9 pi គុណនឹង10សេគុណដក4អញ្ចឹង9គុណនឹង 0.35 ណា9 5ដង
9 5 ដង45 45ត្រាទៅ4 9 3 ដង 27 27 និង4 27និង4 31អញ្ចឹងយើងកាត់ក្បៀស2ខ្ទងមកយើងឃើញ 3.15 ផៃហ្នឹងណាចម្លើយនៃ feeder នេះគឺ3.15 ផៃគុណនឹង10សេគុណដក4បែបបាអញ្ចឹងយើងរកឃើញVO និង feeder ហើយយើងចំនួនចូលមកណាយើងចំនួនចូលមកអញ្ចឹងចាប់ផ្ដើមយើងបានឬក៏នាំឲ្យចឹងណានាំឲ្យតម្លៃលេខានៃ ស្មើនឹង n ណា n គឺ50 feeder យើងរកឃើញហើយគឺ 3.15 ផៃគុណនឹង10សេគុណដក4ដកជាមួយនឹង VO យើងរកឃើញគឺ 0.9 ផៃគុណនឹង10សេគុណដក4តម្លៃលេខាបិទវិញមកចែកជាមួយទៅនឹង2គុណនឹង10សេគុណដក3 2គុណនឹង10សេគុណដក3អញ្ចឹងដូចនេះណាដូចនេះតម្លៃលេខានៃ ដែលយើងឃើញចម្លើយហ្នឹងគឺអូនមើលណា50ចែកនឹង2វាស្មើនឹង25មើលណា25បន្ទាប់មកយើងយក25ទុកចោលសិនណាយើងយក 3.15 ដកជាមួយនឹង 0.9 សិនណា 3.15 ដកជាមួយនឹង 0.9 ចឹងស្មើនឹង5អានេះ2តើទុក1 2.2នេះគុណជាមួយនឹង25ហ្នឹងណា 2.2 គុណនឹង25 5 5 ដង 25 ត្រាទុក2 5 2 ដង 10 12 ត្រាទុក1 5 2 ដង 10 11 2 5 ដង 10 ត្រាទុក1 4 4 1 5 4 5 2 6 5កាត់ក្បៀស3ខ្ទង់ណាចម្លើយដែលយើងរកឃើញនេះគឺ 5.625 ផៃគុណនឹង10សេគុណអញ្ចឹងដក3បោះឡើងលើបូក3ប៉ះជាមួយនឹងដក4នៅសល់ដក1វ៉ុលណានេះគឺជាចម្លើយណានេះគឺជាចម្លើយនៃលំហាត់ទី4ណានេះគឺជាចម្លើយនៃលំហាត់ទី4អញ្ចឹងយើងបន្តលំហាត់ទី5មកណាបន្តលំហាត់ទី5ទៀតអញ្ចឹងយើងចាប់ផ្ដើមអានប្រធានលំហាត់ទី5ទាំងអស់គ្នាណាលំហាត់ទី5សុំខ្សែចម្លងមួយមានរាងជារង្វង់ដែលមានផ្ចិត20 សង់ទីម៉ែត្រអញ្ចឹង20 សង់ទីម៉ែត្រហ្នឹងគឺ D ណាសង់ទីម៉ែត្រទៅម៉ែត្រគឺដក2លុប0ចោល1នៅសល់ដក1ស្ថិតនៅក្នុងដែនម៉ាញេទិកដែលមានតម្លៃ 0.6 ទេស្លាអញ្ចឹង B ស្មើនឹង 0.6 ទេស្លាឬក៏6គុណនឹង10សេគុណដក1ទេស្លាណាខាងគេទាញសុំនេះចេញផុតពីដែនដោយប្រើរយៈពេល 0.1 វិនាទី 0.1 វិនាទី10សេគុណដក1អញ្ចឹងមានន័យថាដំបូងគឺសុំនៅក្នុងដែនអញ្ចឹងសុំនៅក្នុងដែនមានន័យថាមានភ្លុចដល់ពេលទាញសុំចេញផុតពីដែនអត់ភ្លុចអញ្ចឹងមានន័យថាបើសិនជាប្រធានគេថាទាញសុំចេញផុតពីដែនម៉ាញេទិកអូនអត្ថន័យកន្លែងនេះបងអូននឹងយល់ណាថាដំបូងគេដាក់សុំនៅក្នុងដែនអញ្ចឹងបើគេដាក់សុំនៅក្នុងដែនអញ្ចឹងមានន័យថាដែនម៉ាញេទិកនឹងឆ្លងកាត់ផ្ទៃនៃសុំហើយអញ្ចឹងខណៈដើមគឺមានភ្លុច phi គុណនឹង a ណាទៅនៅពេលដែលគេដាក់សុំនៅក្នុងដែនអញ្ចឹងមានភ្លុចដល់ពេលទាញសុំចេញផុតពីដែនអញ្ចឹងមានន័យថាសុំនៅផ្សេងដែននៅផ្សេងអញ្ចឹងមានន័យថាសុំនឹងដែនហ្នឹងគឺអត់បង្កើតបានភ្លុចជាមួយគ្នាទេណាអញ្ចឹងមានន័យថាពាក្យថាទាញសុំចេញផុតពីដែនមានន័យថាបំរែបំរួលពីមានភ្លុចទៅអត់ភ្លុច feeder ស្មើនឹង0មិនបាន feeder ស្មើនឹង0ដោយសារតែទាញចេញផុតហើយទាញចេញផុតពីដែនផុតហើយអញ្ចឹងដែនហ្នឹងអត់ផ្លាស់ទីចូលក្នុងផ្ទៃសុំបានទៀតទេព្រោះផ្ទៃសុំនៅនោះទាញចេញតែណាដល់ទាញវាចេញផុតពាក្យថាទាញសុំចេញផុតពីដែនមានន័យថាប្រែប្រួលពីមានភ្លុចទៅអត់ភ្លុចចុះបើសិនបើថាទាញសុំចូលក្នុងដែនអញ្ចឹងមានន័យថាដំបងសុំនៅក្រៅដែនអត់មានភ្លុចដល់ពេលទាញសុំចូលក្នុងដែនស្រាប់តែខណៈស្រេចណាដែនផ្លាស់ទីចូលក្នុងផ្ទៃភ្លុចអញ្ចឹងមានន័យថាប្រែប្រួលពីអត់ទៅមានវិញអាហ្នឹងតែណាដល់អាទាញចេញនិងទាញចូលឲ្យបងអូនយល់ណាអូខេអញ្ចឹងកើតមានបំរែបំរួលភ្លុចហើយអញ្ចឹងសំណួររបស់គេគឺ
គណនីកម្លាំងអគ្គិសនីចលករអង់គ្លេសទេណាសំណួររបស់គេគឺគណនីកម្លាំងអគ្គិសនីចលករអង់គ្លេសគឺតម្លៃដែលខាងនេះណាណាអញ្ចឹងតកតងទៅនឹងសុំទៀតហើយតាមរូបមន្តដោយសារគេបញ្ជាក់ប្រាប់ហើយថាសុំនេះគឺសុំខ្សែចម្លងមួយស្ពាអញ្ចឹងមានន័យថាអត់មាន n ទេ n ស្មើ1អញ្ចឹងយើងប្រើតែតម្លៃដែលខាងនេះ data fee លើ data fee មកណាហើយ data fee នេះវាស្មើនេះកូន feeder ដកនឹង fee លើ data t ណាស្មើជាមួយទៅនឹង fee នៅលើ data t មិនបានស្មើនៅសត fee ព្រោះយ៉ាងម៉េចអូនព្រោះ feeder ស្មើនឹង0ណា feeder ស្មើ0អញ្ចឹងយើងចាប់ដើមដោយស្រង់សមាតកម្មមកសមាតកម្មដែលយើងមានគឺទី1 data t ចុះណាគឺ10សេកុនដក1វិណាហើយដើម្បីរកឃើញ fee ត្រូវស្គាល់ b និង a លើ b ស្មើនឹង6គុណនឹង10សេកុនដក1ណាហើយ d ស្មើទៅនឹង2គុណនឹង10សេកុនដក1ម៉ែត្រណាបន្ទាប់មកយើងចាប់ដើមរក a ណា a ស្មើនឹង pi d ការ៉េលើ4អញ្ចឹងវាស្មើនឹង pi គេតាឲ្យ2គុណនឹង10សេកុនដក1លើជាការ៉េចាយនឹង4អញ្ចឹង2ការ៉េ4ហើយណាអញ្ចឹងនៅសល់ pi ណា a នេះនៅសល់ pi គុណនឹង10សេកុនដក2ច្រឡំដក4នេះម៉ែត្រការ៉េអញ្ចឹងរកឃើញ a ហើយយើងរកឃើញ phi ហើយណាតែ phi ស្មើនឹង ba ស្មើនឹង6គុណនឹង10សេកុនដក1គុណនឹង pi គុណនឹង10សេកុនដក2អញ្ចឹងវាស្មើជាមួយនឹង6 pi គុណនឹង10សេកុនដក3 weber អញ្ចឹងយើងចំនួន phi ហើយនឹង data តេចូលនាំឲ្យតម្លៃដែលខាងនេះស្មើទៅនឹង phi នេះ6 pi គុណនឹង10សេកុនដក3ចែកជាមួយទៅនឹង data t គឺ10សេកុនដក1អញ្ចឹងបោះឡើងលើយើងបោះឡើងលើទៅបាន10សេកុនបូក1សល់ដក2គិតជាវល់ណានេះគឺជាចម្លើយណានេះគឺជាចម្លើយនៃកម្លាំងអគ្គិសនីចលករអង់គ្លេសដែលកើតមាននៅលើស៊ុំខ្សែចម្លងមួយណាស៊ុំខ្សែចម្លងមួយស្ពាហ្នឹងឯណានេះគឺជាចម្លើយណាបងណាអញ្ចឹងបងឲ្យត្រូវយល់តកតងនឹងទាញស៊ុំចេញផុតពីដែនមានន័យថាប្រែប្រួលពីមានភ្លុចទៅអត់ភ្លុចបើទាញស៊ុំចូលក្នុងដែនមានន័យថាប្រែប្រួលពីអត់ទៅមានណាអញ្ចឹងចំណុចហ្នឹងគឺបងអូនត្រូវតែចាំណាតកតងនឹងទាញចេញឬក៏ទាញចូលណាអញ្ចឹងលំហាត់ក្រោយទៀតពេលដែលចូលវាលោកគ្រូនឹងបញ្យល់ភាសាទៀតដើម្បីបងអូនកាន់តែយល់កាន់តែច្បាស់ណាអញ្ចឹងបងអូនអរគុណណាបងអូនទាំងអស់គ្នាដែលបានតាមដានណាការបញ្យល់របស់លោកគ្រូណាតាំងពីដើមរហូតដល់ចប់ណាបងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាណា